វាសរុបទៅនេះខ្ញុំលើកពី topic Switch proxy server Switch proxy server ជាអ្វី Switch proxy server គឺជា tool ម្យ៉ាងដែលជួយបង្កើនសុវត្ថិភាពនិងធ្វើឲ្យ machine mail របស់យើង server របស់យើងមានសុវត្ថិភាពនិងអាចតាមដានការ login tracking របស់ client បានcomputer client បានហើយវាគឺមានឧបយោគច្រើនដូចជាការផ្ទុកឯកសារថ្មី caching ការរាយមាតិកា filtering និងការទិញធ្វើអត្តសញ្ញាណ authentication ដើម្បី install ឲ្យបានយើងត្រូវការចូលទៅកាន់YouTube យើងធ្វើការជាទៅវិញទៅការ update YouTube យើងឲ្យ up to date សិនទៅយើងឲ្យ comment ថា YouTube APT update ដើម្បីវា up to date តមកទៀតយើងធ្វើការ install switch ចូលហើយការ download ហ្នឹងជា default វាធ្វើការបង្កើត folder config switch យើងដូចជាសាច់ទៅមកយើងធ្វើការ config ធ្វើការ check មើល status switch យើងថាវា download នៅពេលដែលយើងឃើញវាថា enable ហើយប៉ុន្តែថាវាដំណើរការហើយតោះមកយើងធ្វើការ config ទៅកាន់ switch របស់យើងពេលយើងចូលទៅកាន់ editor config របស់យើងអូមកខលហើយយើងធ្វើការ add config យើង scroll មក config មកធ្វើការ reconfig នៅកន្លែងនេះយើងធ្វើការ bug port វា3128ហើយនៅក្នុង network តែពេលដែលយើងធ្វើការ config វាទៅតាម script ហ្នឹងហើយយើងធ្វើការ save វាឬ control alt enter and control x ហើយធ្វើការ restart server របស់យើងបន្តិចមកយើងរងចាំវា restart ពេលដែល restart ចប់យើងធ្វើការ allow firewall វាដើម្បីឲ្យ client របស់យើងអាច access ចូលមកកាន់បានsorry ចូលបាត់ add ហើយចឹងវាដាក់ system ចាំមកធ្វើការ report វាអត់ទៅយើងចូលមកកាន់ setting network របស់យើងចូលមកកាន់ proxy ចូលទៅកាន់ user proxy server ហើយចាប់ទៅ on វាហើយយើងវាយ IP address របស់ជំទូយើងហើយនឹង port ដែលយើងបាន config តោះមកយើងចូលមកកាន់ CMDលើ machine client របស់យើងជាដំបូងយើងធ្វើការវាយ command sudo tail ដើម្បីធ្វើការ tracking ទៅកាន់ machine client របស់យើងថា client របស់យើងបាន access ចូលទៅកាន់ website អីខ្លះនៅពេលដែលយើង enter ទៅបានថាវាអត់មានតនន័យទេដោយសារតែយើងអត់ទាន់បានចូលទៅកាន់ website ណាមួយដើម្បីធ្វើការ test វា
យើងធ្វើការចូលទៅកាន់ website មួយដែលយើងប្រើ curl comment curl http យើងធ្វើការដូរកន្លែងនេះដាក់IP address របស់យើងយើងធ្វើការចូលទៅកាន់ website ហ្នឹងហើយយើងមើលមកកាន់ server យើងវិញយើងឃើញថានេះមានclient យើងមួយកំពុង client យើងមួយដែលវាមាន IP address 192.168.0.165 បាន access ទៅកាន់ website YouTube ហើយจากนั้นយើងសាកដូរ website ទៀតចាំមើលថាវាដូរតាមមកយើងឃើញទៀតថា client របស់យើងកំពុងតែ access ទៅកាន់ facebook.com អញ្ចឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ Swift គឺយើងអាចតាមដានទៅកាន់ client របស់យើងបានថា client របស់យើងកំពុងតែធ្វើការទៅកាន់ website ណាមួយហើយយើងក៏អាចមានប្រើ function ផ្សេងៗទៀត Swift ផងដែរដូចជាការសារទុកឯកសារ template និងការបង្កើត filtering ដើម្បីការធ្វើការ block website ណាមួយយើងក៏អាចធ្វើការ set up block site website ដែលយើងចង់ block បានដូចគ្នាដែលយើងធ្វើការបង្កើត folder មួយសម្រាប់ការសម្រាប់ទុក website យើង block ទៅយើងបង្កើត block site មួយដែលយើងបានចូលទៅកាន់នេះហើយយើងបានយក website YouTube ដែលយើងអាច search បានដើម្បីធ្វើការ block ហើយធ្វើការ save វាតមកយើងធ្វើការ tracking វាហើយយើងធ្វើការ access ទៅកាន់ YouTube នោះវានឹងឃើញគេថា deny បើសិនជាយើងចង់ធ្វើការ block ទៅកាន់ Facebook យើងក៏អាចធ្វើបានដូចគ្នាយើងចូលទៅកាន់ block site ទីហ្នឹងហើយយើង add Facebook ថែមហើយនេះគឺជា website របស់ Facebook គឺយើងធ្វើការ add វាចូលទៅកាន់ block site ទីរបស់យើងហើយយើងធ្វើការ save វាតោះមកយើងធ្វើការ restart Swift មួយសិនបន្ទាប់ពីយើងធ្វើការ restart ហើយយើងធ្វើការចូលទៅកាន់ sudo tail ដើម្បីធ្វើការ tracking វាមុនហ្នឹងយើងបានផលិត Facebook តមកយើងដូរកន្លែងនេះទៅកាន់ Facebook នោះយើងនឹងឃើញថាយើងបានធ្វើការ deny វាហើយclient យើងអាចចូលទៅកាន់ Facebook បានទេបើសិនជាយើងចង់ធ្វើការ allow វាវិញយើងគ្រាន់តែចូលទៅកាន់ config text block site ហ្នឹងហើយយើងលុប website ណាដែលយើងចង់ឲ្យវាបើកវិញហើយយើងធ្វើការ save វាហើយ restart វាហើយយើងធ្វើការចូលមកទីនោះវានឹងបើកដំណើរការឡើងវិញហើយនេះគឺជាភាពងាយស្រួលរបស់ Swift ដែលយើងអាចការពារម៉ាស៊ីនយើងបានហើយយើងអាចធ្វើការ filter និងធ្វើការ caching ហើយនឹងធ្វើការ tracking authentication ទៅកាន់កុំព្យូទ័រ client របស់យើង
trongចំណុចនោះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ ជំរាបសួរលោកគ្រូខ្ញុំឈ្មោះឃ្លោករតនាមកពីក្រុម AU33 ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការ set up Redis server free Redis មុនដំបូងគឺយើងធ្វើការ update Juventus ជាមុនសិន បន្ទាប់ពីយើងអាប់ដេតហើយគឺយើងធ្វើការ install free Redis បន្ទាប់ពីយើង install ហើយគឺយើងធ្វើការ check free Redis statusពេលយើងឆែក status ទៅមានន័យថាវាបាន active ហើយប្រសិនបើកន្លែងនេះវាអត់ active ទេគឺយើងធ្វើការវា comment ពីនេះដើម្បីឲ្យវា active បន្ទាប់មកយើងធ្វើការ config the user free Redis store user នៅក្នុង ECC free Redis 3.0/user ហើយយើងធ្វើការ add ហើយយើងធ្វើការ add username ហើយនិង password បន្ទាប់ពីយើង add ហើយយើងធ្វើការ save វាកន្លែងនេះគឺយើងដាក់ username ហើយកន្លែងនេះគឺយើងដាក់ password តមកទៀតគឺយើងធ្វើការ config client យើងធ្វើការ add client my PC នេះតទៅពីយើង add ហើយយើង save បន្ទាប់មកគឺយើងធ្វើការ restart server ហើយយើងធ្វើការ test locally កន្លែងនេះវាដាក់ថា access accept មានន័យថាវាបាន success ហើយតមកទៀតគឺយើងធ្វើការ ដែល remotely លើ Windows client មុនដំបូងខ្ញុំចូលទៅ CMD ដើម្បី ping ទៅកាន់ server
នេះវា reply មកវិញហើយតបមកគឺយើងត្រូវប្រើ anti red pink សម្រាប់តែ free radius ទៅ open វាកន្លែងនេះគឺយើងធ្វើដាក់ការដាក់ IP address របស់ server កន្លែងនេះដាក់ port កន្លែងនេះគឺយើងធ្វើការដាក់ radius secret key កន្លែងនេះ username ហើយ password ហើយយើងធ្វើការ send នេះវា respond មក accept មានន័យថាវាបាន successfully ហើយការបង្ហាញរបស់ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះសូមអរគុណជំរាបសួរលោកគ្រូខ្ញុំឈ្មោះទាប៉ូលីនដែលមកពីក្រុមអាយុ3353ចំណែកខាងក្រៅគឺខ្ញុំđangមកនិយាយអំពី VPN server ដែលដំបូងហ្នឹងគឺយើងធ្វើការ update នៅ Susan ឥឡូវវាធ្វើការដំណើរការចាំយើងរងចាំវាមកទទួលសិនទៅនៅពេលដែលវាអត់ទៅហើយគឺយើងទៅ install នៅកម្មវិធីដែលឲ្យនៅក្នុងសិនទៅនៅសិនវាแล้วយើងរងចាំវាប្រទេសទៅទៀតវានឹងសេះចប់ហើយដល់ពេលយើងទៅទីនៅទីដូចជា CD ដើម្បីចូលទៅការនឹងVictoria នេះណាដល់ពេលយើងទៅខេតនៅserver យើងដល់ពេលយើងចូលទៅខេតនៅ server privacy cookie ហ្នឹងម៉ែហើយវានៅចឹងយ៉ាងនេះម៉ែវា copy វាទុកខាងđây nàyធ្វើការផ្សេងធ្វើការវាគាត់មកយើងទៅខេតនៅ server public មួយមកមាននឹងថ្ងៃនេះដែរចឹងយើងធ្វើពីវាទុកបន្ទាប់មកយើងចូលទៅ step ទី3ដើម្បីព្រៀងនៅ IP route មួយបានយកទៅទៅនេះទៅចូលទៅ step ទី4គឺយកទៅចូលទៅក្នុង nano ដើម្បីធ្វើការរៀបរៀងឥឡូវយើងចូលមកកាន់ nano ហើយយើងទៅ copy រាល់កន្លែងដែលយើងបានពីនេះគឺត្រូវឆេងតូវាដើម្បីឲ្យវាធ្វើការហើយយើងទៅ copy នៅវាទៅ copy នៅ interface នេះចូលក្នុង nano no,
បន្ទាប់មកខ្ញុំទៅធ្វើការ copy script ដែលខ្ញុំបានរៀបចំហ្នឹងគឺធ្វើការឲ្យវាបញ្ជូននៅ VP ទឹកដើម្បីចូលបន្ទាប់មកយើងទៅ copy ណាហ្នឹងដើម្បីអនុញ្ញាតឲ្យ RSH ហ្នឹងវាចូលទៅប្រើប្រាស់ហើយយើងធ្វើការ copy រហូតទៅនៅតាម script របស់យើងទាំងអស់ហ្នឹងហើយចូលដល់ចំណុចបន្ទាប់គឺខ្ញុំទៅធ្វើការ copy នៅscript មួយដែលខ្ញុំបានរៀបចំហ្នឹងគឺដើម្បីឲ្យវាបញ្ជូនរាល់ SW ដើម្បីចូលហើយយើងទៅ copy ទៀតដើម្បីបន្តទៅទៀតបន្ទាប់មកគឺខ្ញុំទៅ copy ទាំងអស់ហ្នឹងដើម្បីឲ្យវាបន្ថែមនៅ NAT ដើម្បីបញ្ជូនទៅផ្នែកមួយណាមុនដែលយើងចង់បញ្ជូនហើយយើង copy បន្តទៀតទៅដើម្បីផ្ទុកឡើងវិញនៅ USW បន្ទាប់មកយើង copy script ទី2ចូលទៅដល់ script ទី7ចំណុចទី7ហ្នឹងគឺយើងទៅធ្វើការចាប់ផ្ដើមឬក៏នឹងបែបវាចាប់ផ្ដើមប្រព័ន្ធរបស់យើងធ្វើការហើយខ្ញុំ copy រាល់ script ដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំ copy ចូលបន្ទាប់មកខ្ញុំចូលទៅក្នុង Nano ដើម្បីទៅ copy នៅscript ខាងលើដែលយើងបានធ្វើហ្នឹងយើងទៅ copy ធ្វើដាក់ដូចដើមវិញណាចូលទៅដល់ script ទី9ហ្នឹងគឺខ្ញុំទៅធ្វើការកែសម្រួលរាល់Nano នឹងធ្វើការសម្រួលវាហើយបន្ទាប់មកយើងទៅខាងនៅដែលយើងបាន copy ហ្នឹងយកចូលទៅក្នុងកន្លែង public key របស់យើងហើយយើង copy វាចូលក្នុង Nano មកហើយយើងឲ្យវាដំណើរការទៅតាមដំណើរវាសិនទៅហើយយើងចេញមកវិញមកហើយយើងទៅ copy នៅកន្លែងstudio ហ្នឹងដើម្បីធ្វើវាដំណើរការមកតាមផ្នែកបន្ទាប់មកខ្ញុំឲ្យនឹងទៅយើងទៅធ្វើការ copy នៅ script ហ្នឹងហើយមកបន្ទាប់មកយើងទៅធ្វើការ copy នៅ public key មួយដែលយើងបានធ្វើពីបងដូចអា private key ហ្នឹងដែរយើងរងចាំវាដំណើរការឲ្យចប់សិនទៅហើយយើងធ្វើតាមជំហាននៃ script របស់យើងមួយឡើងដែរបន្ទាប់មកយើងត្រូវ copy នៅ script ទាំងបញ្ចប់ហ្នឹងដើម្បីឲ្យវាបង្កើតនៅ QR code មួយហើយបន្ទាប់មកបន្ថែមទៅវានឹងបង្កើតនៅ QR code មួយហើយបន្ទាប់មកយើងទៅបន្ទាប់មកខ្ញុំចូលទៅក្នុង Nano ដើម្បីទៅ copy នៅ script ខាងលើដែលយើងបានធ្វើហ្នឹងយើងទៅ copy ធ្វើដាក់ដូចដើមវិញណា
សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកបង្ហាញពីការ set up load balancing និង failover ចំពោះការធ្វើ load balancing នេះគឺវាធ្វើឲ្យប្រព័ន្ធយើងដំណើរការប្រសើរក្នុងពេលមានគេប្រើច្រើនឧទាហរណ៍អ្នកប្រើ 1000 នាក់ចូលមកកាន់ server របស់យើងវានឹងចែកទៅកាន់ server ទី1និង server ទី2ដោយស្មើគ្នាជាទូទៅគេប្រើ load balancing នេះគឺប្រើជាមួយ web server និង application server ជាដើមចំពោះ failover នេះគឺគេប្រើវាសម្រាប់ធានាថាប្រព័ន្ធដំណើរការបានបើ server មួយខូចតើតួនាទីចំណុច server ដែលមានខូចឧទាហរណ៍ដូច master នេះ server ទី1នេះខូចនោះ server ដែល standby រងចាំមានដើរតួនាទីជំនួស server master នេះជាដើមដល់ចំពោះការធ្វើ failover នេះគឺយើងប្រើ tool keep aware ដែលយើងត្រូវ install វានៅលើ Ubuntu server ចំពោះ load balancing នេះគឺយើងប្រើ hard process ដូចនៅក្នុងដៃក្រាបនេះខ្ញុំបានបង្ហាញអញ្ចឹងយើងត្រូវមាន server ចំនួន4គ្រាប់សម្រាប់នេះគឺជា user ធម្មតាសម្រាប់ធ្វើការចូលមកកាន់ server របស់យើងឥឡូវយើងកុំខាប់ពេលយើងចូលទៅកាន់ការ set up ហ្មងទៅចំពោះនៅលើវិញ្ញាណនេះខ្ញុំមានម៉ាស៊ីន4ដែលខ្ញុំបានធ្វើការ install រួចជាស្រេចហើយដែលម៉ាស៊ីននេះគឺជាម៉ាស៊ីនទី1នេះគឺម៉ាស៊ីនទី2អានេះគឺម៉ាស៊ីន1នេះគឺ failover ត្រាប់ failover ហើយអានេះគឺជាសម្រាប់ web server ចំពោះនេះគឺជា client ដែលសម្រាប់តាក់ទងគ្នា access ទៅកាន់ server យើងនឹងធ្វើការ remote វាដោយប្រើពុទ្ធិ remote តែខ្ញុំបានធ្វើការ remote ចុងហើយគឺខ្ញុំមានបែបនេះខ្ញុំបាន remote ចុងហើយចំពោះការធ្វើនេះគឺខ្ញុំមាន file text ដែលខ្ញុំបានរៀបចំរួចជាស្រេចដើម្បីងាយស្រួលជាមួយជៀសវាងការវាយខុសពីអក្សរណាមួយដំបូងយើងត្រូវធ្វើការ update វាសិនដើម្បីឲ្យវា refresh នៅ page kit មួយចំនួនខ្ញុំធ្វើការ copy វាឬការធ្វើខាស់ទៅហើយ install ធម្មតាទៅរងចាំវិជ្ជាអ្នកគ្នាត្រូវមានអ៊ីនធឺណិតចំពោះធ្វើការ set up មួយហ្នឹងរងចាំវាមួយសិនទៅជាអ្នកណាស់ទៅចំពោះម៉ាស៊ីននេះគឺខ្ញុំឈរនៅលើម៉ាស៊ីនទី1ម៉ាស៊ីនលុតជាស្រេចម៉ាស៊ីន failover គឺម៉ាស៊ីនមួយនេះរងចាំវាផ្សាច់ចប់តោះពេលយើងចាំវាទៅហើយវាយើងទៅវាចោលទៅសិនទៅហើយយើងចូលមកកាន់ម៉ាស៊ីនទី2របស់យើងនោះអានេះយើងធ្វើ failover វាមុនសិនគឺម៉ាស៊ីន standby យើងចូលម៉ាស៊ីននេះដែលយើង remote រួចស្រេចហើយធ្វើការ copy install នេះupdate រងចាំវាផ្សាច់ទៅអានេះគឺជាម៉ាស៊ីនទី2 failoverនេះគឺជាការ update របស់ម៉ាស៊ីនទី2តោះមកធ្វើការ clear វាសិនឲ្យរញ៉េហើយយើងធ្វើការ install tool Haptic ហើយនឹង Keep Aware នេះវាចេញតម្រង់បែបនេះមានន័យថាខ្ញុំបានតម្លៃរូបយើងម្ដងហើយឥឡូវយើងទៅឆែកមើលម៉ាស៊ីនទី1នេះបន្តមកទៀតយើងធ្វើការ set static IP ទៅលើម៉ាស៊ីនទាំងពីរហ្នឹងប៉ុន្តែម៉ាស៊ីនទាំងពីរត្រូវ IP ត្រូវខុសគ្នាឥឡូវយើងធ្វើការ copy paste ចេញបែបនេះគឺខ្ញុំបានធ្វើរួចម្ដងហើយសម្រាប់យកមកបង្ហាញអ្នកនរគ្នាដែលមកសិនទី1នេះគឺទទួលបាន rank ប៉ុណ្ណានេះគឺ rank កតុយវាលេខ10ចំពោះសិនទី2គឺសម្រាប់ standby វាគឺ rank 11កតុយវាឥឡូវយើងធ្វើការ save វាហើយយើងចូលទៅកាន់ server ទី2ចូលឲ្យ comment ដូចមិនដែរទេតបមកនេះគឺទៅបាន rank 11កតុយវាដែលខ្ញុំបានបង្ហាញដូចរូបខាងដើមនេះចឹងដែរបន្តទៅការ save បន្ទាប់ពីធ្វើវារួចខ្ញុំធ្វើការ apply ចំពោះម៉ាស៊ីន
នេះក៏ដូចគ្នាខ្ញុំទីមួយដូចគ្នាដែរអាផ្នែកវាហើយធ្វើការ clear ហើយខ្ញុំធ្វើការឆែក LP ថាវាទទួលបាន rank ប៉ុណ្ណឹងពិតមែនអត់អូខេឥឡូវខ្ញុំបានឃើញហើយគឺខ្ញុំទទួលបាន rank ដូចខ្ញុំបាន set up static នឹង rank ប៉ុណ្ណឹងបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់ so ទី2ឆែកមើលគ្នាដែរថាទទួលបាន rank ទទួល11ពិតមែនអត់អូខេឥឡូវទទួលបាន rank ប៉ុណ្ណឹងហើយការ clear រួចហើយខ្ញុំធ្វើការ config នៅ hair proxy ដែលសម្រាប់ធ្វើ load balance គឺប្រើ command បែបនេះអូខេខ្ញុំប្រើពេលរក key ចុចក្រោមមកខ្ញុំឃើញទម្រង់បែបនេះដែលខ្ញុំបានធ្វើរួចសម្រាប់មុននឹងបន្តិចសម្រាប់ឲ្យអ្នកទាំងគ្នាមើលអធិស្ឋានចំពោះការធ្វើឯក server នេះគឺខ្ញុំធ្វើតែមួយទេគឺ web server ហ្នឹងដោយសារតែ RAM ខ្ញុំមកដល់អញ្ចឹងទៅវាប្រសេះធ្លាក់ដល់ឡើងធ្លាក់អញ្ចឹងទៅវាអត់រួចខ្ញុំសុំប្រើតែ web server តែមួយទេអូខេខ្ញុំធ្វើការ save ខ្ញុំធ្វើការតេស្ត config វា restart and the more service ចំពោះខ្ញុំទីមួយដូចគ្នាដែរ and the more service restart ខ្ញុំ clear ចោលសិនបន្តមកទៀតខ្ញុំធ្វើការ config ទៅលើ keep awhile ចំពោះការធ្វើ failover នេះដោយប្រើ command នេះខ្ញុំ cd នេះគឺការ config របស់ខ្ញុំដែលបានធ្វើមុននឹងបន្តិចចំពោះ IP នេះខ្ញុំធ្វើការយកវាពីក្នុង switch ឬមួយក៏ router របស់យើងដែលមាន subnet mask ដូចគ្នាទាំងអស់អូខេទោះមកយើងចំពោះ interface នេះគឺយើងត្រូវឆែកទៅលើ server មួយនឹងទទួលថា server មួយនឹងមាន interface ENS 33នឹងពិតមែនអត់ឬមួយក៏ជាប្រភេទ interface ក្នុងនេះ ET0 ET80 នឹងចូលទៅកាន់ cell នេះឆែកនៅខាង IP របស់ A នេះគឺវា interface វាគឺតម្រង់បែបវាទៅតាមម៉ាស៊ីនដែរម៉ាស៊ីនខ្លះវាអត់ចេញ interface អញ្ចឹងទេគឺវាចេញជាប្រភេទ ET0 ទៅពីឆែករឿងហ្នឹងទៅការ clear ម៉ាស៊ីនទី2នេះដូចគ្នាដែរទេធ្វើដូចគ្នាដែរមកខ្ញុំចូលមកកាន់ server ទី2មកដូចគ្នាដែរទេហើយដាក់ IP ដូចគ្នាមកហើយ interface ក៏ដូចគ្នាដែរគឺ ETNS ព្រោះនៅលើសិននេះគឺវា interface គឺដូចគ្នា clear ខ្ញុំធ្វើការ restart service វាអូខេព្រមមកខ្ញុំធ្វើការ test copy នេះគឺជា web server ដែលខ្ញុំបាន hosting ចេញនេះជាឧទាហរណ៍ទេសម្រាប់បើមែនតើគឺគេ hosting ជាធំតែតម្រង់ការធ្វើដូចគ្នាដែរទេបន្ទាប់មកខ្ញុំធ្វើការឆែកទៅកាន់ server ទី2ថាវាអាចមើលបានដូចគ្នាទេអត់
ok như tên là ca đã thấy tóm một tiếp theo thôi ca tay vì từ lự client browser vài IP đang tôi đang được nhìn thấy tí mà rồiនេះខ្លាចអន្តរសាស្ត្រទទួលបានដូចគ្នាឥឡូវខ្លាចអនគឺអាចចូលទៅកាន់ web server នឹងបានហើយឥឡូវយើងធ្វើការ stop service ទៅលើ server ទី1ឧទាហរណ៍ server ទី1ហ្នឹងគឺវា down យើងធ្វើវា down វានឹងប្រើ command stop វាអូខេដោយសារខ្ញុំបាន stop វាម្ដងហើយបន្តមកទៀតខ្ញុំធ្វើការ refresh វានៅតែដំណើរការឥឡូវខ្ញុំចង់ដឹងពីខ្ញុំធ្វើការឲ្យ server ទី2នេះគឺវា down ដែរចាំមើលថា client អាច access ចូលបានអត់ system control យើងរងចាំវាមួយសន្ទុះដែរពីអាចប្រហែលជា1នាទីទៅ2-3នាទីបន្ទាប់មកចូលទៅកាន់ client តែវាមើលម្ដងទៀតថាយើងអាច access ចូលទៅកាន់ web server បានអត់អូខេខ្ញុំចេះគេណាមួយវានៅតែ access ចូលទៅមើល service សំទីមួយទៀត stop អូខេឥឡូវយើង stop service ម៉ាស៊ីនទី1ហើយម៉ាស៊ីនទី2អស់ហើយឧទាហរណ៍ខ្ញុំជា client ខ្ញុំ access ទៅកាន់ web server refresh នោះវានឹងលែងដំណើរការហើយព្រោះ server យើង down ទាំងពីរអាហ្នឹងគឺជាការតេស្តរបស់ខ្ញុំទេតេស្តឲ្យវា down ឧទាហរណ៍អញ្ចឹងគឺយើងប្រើ command stop វាសិនគឺវាដើរវិលខ្ញុំគឺវាមិនដំណើរការទេនេះគឺជាទម្រង់ដែល server down ដែលយើងមិនអាច access ទៅកាន់ web server បានឧទាហរណ៍ឥឡូវខ្ញុំឲ្យ server ទី2វា start up វិញធ្វើការ enable វាសិន restart អូខេខ្ញុំទៅ refresh វាម្ដងទៀតនេះវាដំណើរការហើយនេះគឺជាការធ្វើ failover គឺវាមានអត្ថប្រយោជន៍បែបនេះនៅពេលដែល server មួយ down អញ្ចឹង server ទី2នឹងដល់តួនាទីជំនួសឬមួយក៏មួយទៀតគឺ server យើងមិន down ទេប៉ុន្តែយើងមិនតំណឹងវាការ update អីផ្សេងៗជាដើមយើងងាយស្រួលអញ្ចឹងវាចំណុច launching ក៏ដូចគ្នាចឹងដែរគឺ server ដល់តួយ៉ាងរលូនហើយនេះគឺជាការ test ថាចូលតែ IP មកទីឥឡូវម៉ាស៊ីនទី1អត់ឃើញទេម៉ាស៊ីនទី2នឹងឃើញមិនសូមនិស័យព្រមម៉ាស៊ីនទី2វាកំពុងតែ stand by វាដើរទូទីជំនួសនេះគឺវាកំពុងតែរត់ចាប់ដើរឧទាហរណ៍បើសិនតែខ្ញុំ stop ឧទាហរណ៍ថាម៉ាស៊ីន server ទី1នេះគឺវាដើរវិញអញ្ចឹងយើងត្រូវតេស្តវាយើងត្រូវ stop server ទី2ដើម្បីឲ្យwebsite នេះគឺវាដើរវិញ server ទី1វាដើរវិញអញ្ចឹងខ្ញុំធ្វើការទៅ stop នេះខ្ញុំទៅ start server ទី1ឥឡូវយើង enter គឺវាអត់ចេញទេចាំយើង start វា start service នេះ អ
ឡូវ server ទី1វា start ហើយខ្ញុំធ្វើការចាំវាមកសន្ទុះសិនចាប់ដើមតែម្ដងទៀតនេះគឺវាដើរវិញហើយដំណើរការវិញហើយចំពោះម៉ាស៊ីនទី1វាដំណើរការហើយម៉ាស៊ីនទី2គឺវាលេងសូទម្រង់បែបនេះទៀតហើយលេងសូinterface នៃដូចយើងចូល check ដល់ទៀតប្រហែលវាសូពេលយើង check ទៅវាសូ IP រ៉ាមប៉ុណ្ណឹងដល់ពេលយើង check ដល់ទៀតវាលេងសូឲ្យព្រោះម៉ាស៊ីនទី1វាដំណើរការវិញអញ្ចឹងវា enter គឺលេងហើយចំពោះការធ្វើ load balancing និង failover ខ្ញុំមានតែប៉ុណ្្នឹងទេអធិស្ឋានចំពោះការ present បើសិនមានអ្វីក៏សូមអធិស្ឋានផងជំរាបសួរលោកគ្រូខ្ញុំប៉ូលីនថ្ងៃនេះដែរខ្ញុំនឹងធ្វើការ set up terminal server ហើយនឹង configuration នៅលើ Ubuntu អញ្ចឹងជាដំបូងខ្ញុំធ្វើការ connect VMware របស់ខ្ញុំទៅកាន់ proxy តោះមកខ្ញុំ login ចូល username របស់ខ្ញុំហើយនឹង password ខ្ញុំ clear មួយចោលតោះមកដើម្បីធ្វើការ set up បានខ្ញុំទៅបាក់ script របស់ខ្ញុំដែលខ្ញុំបាន research ហើយខ្ញុំបានតេស្តវាហើយម្ដងវិញអញ្ចឹងខ្ញុំត្រូវធ្វើការ add user ថ្មីមួយខ្ញុំ add user ឈ្មោះរបស់ខ្ញុំឲ្យខ្ញុំដាក់ password ដោយសារតើuser Pauline ហ្នឹងខ្ញុំធ្លាប់បាន add ហើយម្ដងហើយអញ្ចឹងខ្ញុំទៅធ្វើការបង្កើត repository ថ្មីតែម្ដងបង្កើត repository ថ្មីយើងរងចាំឲ្យវាដើរតោះមកយើងចុច enter យើងចាំមក ផ្លែឲ្យវាដើរពេញបន្តមក repository របស់ខ្ញុំបាន add ហើយខ្ញុំធ្វើការ update វាមួយបន្ទាប់ពី update ហើយខ្ញុំធ្វើការ install LTSP ហើយយើង yes តមកយើង install ហើយខ្ញុំនឹងទៅធ្វើការ install LTSP server standalone តមកខ្ញុំ clear មួយចោលខ្ញុំនឹងធ្វើការ install DNS តមកខ្ញុំនឹងទៅធ្វើការ modify ដោយសារតែខ្ញុំធ្លាប់បានកំណត់វាហើយអញ្ចឹងនៅកន្លែងនេះវា interface របស់ខ្ញុំ ENS 33អញ្ចឹងតែប៉ុណ្្នឹងទេបន្ទាប់មកខ្ញុំធ្វើការ config ដោយពីមុនមកខ្ញុំធ្លាប់ config ហើយម្ដងហើយអញ្ចឹងពេលដែលចូលមកវាឃើញអញ្ចឹងតែបើសិនជាអ្នកទាំងអស់នេះចូលមកវាឃើញតែអញ្ចឹងយើងគ្រាន់តែ copy កន្លែង subnet mask ហ្នឹងយកទៅ paste ចូលក្នុងហ្នឹងទៅវាដែរបន្ទាប់មក Ctrl X ខ្ញុំនឹងទៅ copy comment ហ្នឹងដាក់ចូលតមកទៀតខ្ញុំនឹងទៅ sudo ltsp image តមកទៀតខ្ញុំនឹងធ្វើការ restart វាមួយតមកទៀតខ្ញុំនឹង enable បន្ទាប់ពី enable ហើយខ្ញុំធ្វើការ restart វាម្ដងទៀតហើយនឹងយើងនឹងទៅ check server status របស់យើងអូយអត់យល់ទេ file ស្អីមិញដោយសារត
mình via error trong nhóm ban fix vì hai ấy để xa tờ dương tới đi start về mà đón tiết hai trăm dương check set thao vì trong mình về đào mình và tập vì khơi về active trong hai nhóm lần từ check nờ online bỏ image nè nhóm lần từ check vì của mình đi thì phải chỗ này cứ chia directory email bằng dớ hay phải tập nó đầm bày từ check vì một chiếc bán nhung copy của mình đi phải chỗ hay bật khơi đôi trắng bên này tha ở cả setup and config thầm là sau đó bỏ dớ cứ successfully trắng ở con lục rú ở đại ban sẽ video nàyโอเคจังในขนมวิดีโอมันนี่คือยมบางอย่างปีกาคอนฟิกเกอร์ไฟวอลในเลย YouTube server จังมันยืนโชว์เตอร์คอนฟิกเกอร์ยืนแต่ตั้งแต่ไปเชียร์ไฟวอลเลยจังไฟวอลไปเชียร์ใจเชียร์สวัสดิ์เพียบได้เก็บนาเวียดับใบกาปีคอมพิวเตอร์หรือข้อบันไดมันเอาไอเมียนในขันกระไรก็กำทีมันสอบจุบโชว์เตอร์ประไอซ่าหรือว่าสิบากรรมบ่อยเยอะจังกัดในเยอะก็คือไฟวอลนั่นคือที่เธอทำใบกาเปียปีกาเฮเคอร์ปีกาเซโจแต่ทำไอพีแต่ไม่โจtừการเซิร์ฟเวอร์บ่อยเยอะเนี่ยจังมันtừคือการคอนฟิกเกอร์ปีไฟวอลนั่นในขนม YouTube server โอเคจังยมนั่งบอกให้ปีกาคอนฟิกเกอร์ไฟวอลหรือ YouTube server จังที่mỗiคือเยอะtừการอัปเดต YouTube server บ่อยเยอะចឹងយើងចាំការអាប់ដេតតិចទៅអូខេចឹងការអាប់ដេតហើយខ្ញុំ clear វាចោលមួយចឹងតមកគឺយើងត្រូវការ install UTSW ចឹងមានថា firewall ហ្នឹងគឺខ្ញុំធ្វើ firewall UTSW ហ្នឹងចឹងត្រូវការ install វាអូខេចឹងបន្ទាប់ពីការ install យ៉ាងយូរមកគឺយូរមែនទែនយើងរងចាំវាដែរចឹងដល់ពី install គឺធ្វើការរងចាំវាឡើង 5-600 Infinity ដែរចឹងឡើយគឺយើង install វាស័ក្តិសិទ្ធិហើយចឹង clear វាចោលអូខេចឹងបន្ទាប់ពីយើង install វាស័ក្តិសិទ្ធិមកហើយគឺយើងត្រូវការឆែកនៅ status របស់វាតើវា active អត់ចឹងនេះគឺ inactive នៅការ enable វាសិនមកអូខេអញ្ចឹងយើងឆែក status វាម្ដងទៀតអញ្ចឹង status របស់វាគឺ active ហើយអញ្ចឹងបន្ទាប់ពីយើងឆែក status ហើយយើងត្រូវការ allow នៃ SSH អញ្ចឹងដើម្បី allow SSH មានថាយើងអនុញ្ញាតឲ្យគេចូលតាម port ដែល SSH ប្រើហ្នឹងឧទាហរណ៍ថា port 22អញ្ចឹង allow SSH មកចឹងគឺ row add ហើយតមកទៀតគឺខ្ញុំត្រូវការ allow នៃ port 20p/TCP ហ្នឹងអូខេចឹងគឺយើង add វាហើយតទៅពីយើង add វាហើយគឺយើងត្រូវការ allow នៅ port ដែលយើងចង់ប្រើមានន័យថាយើងចង់ប្រើ HTTP HTTPS DNS ឲ្យគេចូលតាមហ្នឹងគឺយើងនឹងត្រូវការ allow វាទាំងអស់តែម្ដងចឹងគឺខ្ញុំ allow វាទាំងអស់នឹងចូលមកsorry គឺយកត្រឹមនេះទេចឹងនេះយើងចូលហើយចឹងចំពោះ port ទាំងអស់នេះគឺយើង allow ឲ្យគេចូលតាម port ដែលយើងបាន allow ចូលហ្នឹង
អូខេអញ្ចឹងគឺយើង allow port អស់ហើយតទៅគឺយើង deny អញ្ចឹង deny port ណាគេយើង deny port 23គឺខ្ញុំ deny ឲ្យដល់គេចូលទេអញ្ចឹងគឺខ្ញុំ deny មកតមកទៀតគឺ port 3389ហើយកន្លែងនេះគឺយើង deny ចេញពី IP មានន័យថាយើងអត់ចោលឲ្យ IP មួយណាចូលបានគឺថាចែក IP របស់ខ្ញុំអូខេអញ្ចឹងខ្ញុំអត់ចង់ឲ្យ IP នេះគឺ105 IP counter ខ្ញុំហ៎ចឹងគឺ109អញ្ចឹងខ្ញុំចង់ឲ្យ IP ហ្នឹងចូលអញ្ចឹងគឺខ្ញុំ deny នេះគឺ109អូខេអញ្ចឹងគឺខ្ញុំ deny ឲ្យផ្សេងមកខ្ញុំយក IP នឹងចូលអញ្ចឹងខ្ញុំនឹងតេស្តឲ្យអ្នកនរគ្នាមើលតមកទៀតគឺយើង allow ដែរ allow ប៉ុន្តែ allow port ជាមួយនឹង port ដែលយើងចង់ allow ហ្នឹងអញ្ចឹងថតខ្ញុំ allow 105ទៅ port 22អូខេអញ្ចឹងគឺខ្ញុំ allow អស់ហើយតមកទៀតគឺខ្ញុំ set វា defaultចឹង default របស់វាគឺ change ទៅ deny ទាំងអស់ហើយមួយទៀតគឺ change មក default ហើយខ្ញុំនឹងទៅមើល row ដែលខ្ញុំបានកំណត់ទាំងប្រមាណហ្នឹងអូខេនេះគឺជា row ដែលខ្ញុំបានកំណត់ហ្នឹងមាន port មាន deny មាន allow នៅក្នុងហ្នឹងអញ្ចឹងការ allow ហ្នឹងគឺយើងអស់ហើយនេះគឺ enable log in onអូខេខ្ញុំ enable ហើយនេះគ្រាន់តែជាការ allow របស់យើងតាំងពីលើមកហ្នឹងគឺយើងបាន allow វាមកប៉ុណ្្នឹងឆែក gather firewall របស់យើងហ្នឹងអូខេអញ្ចឹងគឺយើងតេស្តអូខេនៅទៅចូល PowerShell អញ្ចឹងកន្លែងហ្នឹងគឺវា allow គឺអញ្ចឹងយើងអាចចូលទៅបានដោយសារយើងបាន allow port digit port 22នេះក៏យើង allow អញ្ចឹងបើសិនបើយើងតេស្តចូលតាម port 22នេះគឺវានឹងចូល automatic ចឹងនេះទៅចូល PowerShell អូខេខ្ញុំបោះ PowerShell ហើយតទៅទៀតអ្នកទៅ pass comment នឹងចូលមកចឹងនៅពេលកន្លែង test CTP ហ្នឹងគឺវានឹងចូលតាម port 22នេះគឺ true នៅ TCP ដែលយើង test ហ្នឹងគឺ true ដែលយើង allow port 22ហ្នឹងឲ្យគេចូលអញ្ចឹងមិញខ្ញុំបាន deny នៅ port 23នៅខាងលើនេះគឺ port 23ខ្ញុំបាន deny ហើយអញ្ចឹងខ្ញុំដាក់ឡើងនេះគឺ23អញ្ចឹងខ្ញុំនឹងតេស្តវាម្ដងទៀតចឹងកន្លែងនេះគឺវា fail ហើយដោយសារយើងបានបិទ port 23ហ្នឹងគឺខ្ញុំបានដាក់ deny ហើយចឹងសម្រាប់ load មក fail បែបនេះគឺគេអាច access ចូលតាម IP ហ្នឹង port ហ្នឹងឯងហើយកន្លែង information របស់វាកន្លែង test TCP test access នេះក៏វា fail ហើយអូខេចឹងការ test របស់ខ្ញុំគឺនៅក្នុងការធ្វើ firewall នៅលើ YouTube server គឺយើងមានតែប៉ុណ្្នឹងទេចឹងយើងអាចធ្វើឲ្យតេស្តវាទៅមកបានចឹងអរគុណអ្នកនរគ្នាបានទស្សនាវីដេអូនេះដល់ចប់ខ្ញុំសូមលោកគ្រូខ្ញុំបាទឈ្មោះសុភ័ក្រមកពីក្រុម AU353 ដែលថ្ងៃនេះខ្ញុំនឹងធ្វើការ install media server គឺ Jellyfin នៅក្នុង Ubuntu server ដែលឥឡូវនឹងធ្វើការ update system របស់យើងជាមួយសិនABC add 123
install វាសម្រាប់យើងទៅ sharing វីដេអូMP4 វីដេអូប្រភេទ extension ផ្សេងនៅក្នុងដើម្បី access ជាមួយទៅកាន់ website Jellyfin ដើម្បីហើយយើងអាចនឹងកែ IP address របស់វាទៅវានឹងវា access ទៅកាន់ website របស់ Jellyfin នឹងតែម្ដងដើម្បីឲ្យវាចប់ហើយយើងធ្វើការទៅ install transport HTTP របស់យើងអូខេចាំសុំតោះលះមួយនេះពេលដែលយើង install វារំនេះខ្ញុំសូមធ្វើការ clear មួយបន្តមកវាយើងធ្វើការadd a Jellyfin យើង add ហើយ Jellyfin ហ្នឹងចូលទៅក្នុង repository ចឹងយើង add key វាសិនមក sorry នេះបែរយើងវា add key success រួចហើយបន្តមកយើង add repository ចូលទៅក្នុង Ubuntu server របស់យើងពេលដែលយើង add រួចហើយយើងធ្វើការទៅ install ហើយ update install update Jellyfin យើងប្រើនៅសម្រាប់យើង sharing ប្រភេទ media លក្ខណៈ MP4 MP3 like នេះទៅ media តកតងជាមួយប្រភេទអស់ហ្នឹងយើងអាច sharing គ្នាបានហើយយើងនឹងអាចទៅ connect ទៅ web browser របស់វា
ពេលវាសិក្សាប៉ុណ្ណេះគឺយើងត្រូវ start វាយើងត្រូវ start នៅរបស់ jelly fin ហ្នឹងត្រូវ start server របស់វាចឹងយើង start វានេះឡើយយើង start ហើយវាហើយឡើយ check server វាទៅវាដែរអត់នេះគឺដែរពេលដែលយើងបាន check អីរួចរាល់គឺវាដែរបែបហ្នឹងចុចនេះ jellyfin password ដាក់1 2 3ដាក់ abc add 1 2 3អានេះ abc add 1 2 3នេះគឺបានតម្រង់បែបនេះ ok đi sao lấy cho nó lại jellyfin username của ví này ở abc add 1 2 3 cái sai ấy này này về sharing này với scan all library mình chọn tên device អានេះគឺជា part drive របស់យើងមុននឹងបាទឥឡូវយើងសិក្សាឲ្យសូមអរគុណលោកគ្រូ